បើសិនជាបាននីតិ A 20,000 រៀលបាននីតិ B ដល់នីតិ E 5,000 រៀលហើយបើបាននីតិ F បានពាក្យជូនពរមកលេបឡែតឯឆ្នាំទីបាន ចូលកងវិញឆ្នាំទី2 ការប្រឡងបាក់ឌុបបាននីតិគេ បាន TA បាន TA ថាមែនតែ UP กินបកែយល់ហើយទៅជឿនីតិគេ TA អត់ជឿនេះផតាំងអត់ សក់យកចាប់ខ្លួនផងតែបានថតរូបមួយសម្ដេចមួយដែរទៅ ខ្ញុំចាំផ្លែនីតិ A TA លំដាប់បន្ទុកបាន 9 13ខ្ញុំ តែដៃមួយចឹងមកអ្នកបន្ទាប់ប្រឡងបាក់ឌុបទី12នីតិគេ TA ដូរ flamingo ដូរ flamingo ជឿមែនតើហ្នឹង តែ លំដាប់បន្ទុកអីគេ 99.285 អូខេអ្នកបន្ទាប់ការប្រឡងទី12បាននីតិគេ TA អោអូនអងវកុំឲ្យទៅវាមិនដែរទេតែថាវាអាចសួរ3អ្នកនីតិ A ទាំង3នាក់ មានផតតាំងបងនេះ account ដឹងទៅ ឆាកខោដឹងយកមកលំដាប់បន្ទុកគេចុះ 99.6ហើយ18 តបយកខ្លាំងជាអូននោះទៀតអញអាលីបាត់ទេអូខេអ្នកបន្តទៀតឥឡូវសំណួរទី1ខ្ញុំប្រាប់ថាចំនីតិ A ដែរអូឯងស្មាននីតិ A ទាំងអស់គ្នាអូខេឥឡូវអ្នកចុងក្រោយខ្ញុំប្រាប់ខ្ញុំថានីតិ A ដែរ អត់ទេបង អញសេហ្វហើយធូធំតិចចំនីតិគេ នេះតែសេបង នីតិ C ធូធំតិចអូខេអញ្ចឹងគ្នាយកមកវិញចឹងបើសិនជាបាននីតិ B ដល់នីតិ E ខ្ញុំឲ្យទឹកប្រាក់50,000 រៀល50,000 រៀល50,000 រៀលអរគុណច្រើនមែនបាទអញ្ចឹងអូននីតិ C ជាមួយនឹងនីតិ E អស់ភារកិច្ចដើរចេញឥឡូវសល់នីតិ A អញ្ចឹងបើបាននីតិ A នៅទទួលបានទឹកប្រាក់យ៉ាបានម្នាក់20,000 រៀល60,000ខ្ញុំ AUP នីតិ A ច្រើនមក ច្រើនខ្លាំងបង អញស្ដាយក្រោយទៅជូនផុត20,000 រៀល20,000 រៀលឲ្យមែនតើ20,000 រៀល60,000ពេញបបហើយសុំមកការបាននីតិ A ហ្នឹងបានហាត់ឧបករណ៍នៅនឹងដែរត្រិត បាទ 100%ត្រិត បាទ ទីអូខេអរគុណច្រើនតលេបាល់វិញបន្លែចង់ចូលវីដេអូដែរមែនបន្លែបាននីតិ គេបឡងបាក់ឌុប ប្រងដប់ អឺ តែ A បានចាក់ឆ្ងាយ ហាក់ដែរ សាកលវិទ្យាល័យ AUPP សាលា AUPP នឹងផ្ដល់អាហារូបករណ៍ 100% រហូតដល់ជាង300 កន្លែងរៀបនឹងដល់ជូនទៅកាន់បងប្អូនរៀបនឹងប្រឡងបាក់ឌុបនាពេលខាងមុខនេះ AUPP គឺជាសាលាតែមួយគត់នៅកម្ពុជាដែលអាចផ្ដល់សញ្ញាបត្រពី USA ទៅដល់កូនសិស្សនៅឯប្រទេសកម្ពុជារបស់យើងនៅថ្ងៃទី18 AUPP នឹងមានការ Open House Event អញ្ចឹងបងប្អូននិងម៉ាក់ប៉ាបងប្អូនអាចមកចូលរួមកម្មវិធីនេះបានជាពិសេសនៅថ្ងៃ Open House Event ផ្ទាល់តែម្ដងខ្ញុំក៏មានវត្តមាននៅទីនោះដែរជាចុងក្រោយខ្ញុំសូមជូនពរទៅកាន់បងប្អូនទី12ដែលរៀបនឹងប្រឡងបាក់ឌុបនាពេលខាងមុខនេះសូមឲ្យជាប់ចិត្តអស់គ្នាជាពិសេសទទួលបាននីតិ A ដើម្បីធ្វើការយកអាហារូបករណ៍ 100% នៅឯ AUPP កុំមានការភ័យត្រូវជឿជាក់លើខ្លួនឯងថាអាចធ្វើបានអញ្ចឹងចាប់ជួបគ្នានៅ AUPP ថ្ងៃទី18